ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីមកកាន់ Ask បងកាញ់ជនី Channel សង្ឃឹមថាអ្នកទាំងអស់គ្នាសុខសប្បាយធម្មតាហើយខ្ញុំខាន់ធ្វើវីដេអូហ្នឹងវាយូរមែនតើណាអញ្ចឹងវាមានរឿងរ៉ាវជាច្រើនដែលកើតឡើងហើយក៏បានពន្យាពេលហើយក៏ពិតខ្ញុំខ្លួនឯងហ្នឹងគឺជាម្នាក់កំពូលពន្យាពេលហ្មង major procrastinator ហើយ perfectionist ទៀតចង់បានអីដែលអត់ខ្ចោះអញ្ចឹងពេលខ្លះខ្ញុំខ្លួនឯងណាfrustrated ជាមួយនឹង things that I haven't started yet because um it's not that perfect you know អញ្ចឹងវាពិបាកដោយសារយើងចង់អីដែលល្អឥតខ្ចោះប៉ុន្តែយើងពជាពេលទៀតអញ្ចឹងយើងធុញថប់ជាមួយនឹងការដែលវាអត់កើតឡើងអញ្ចឹងខ្ញុំចង់យកឈ្នះខ្លួនឯងហើយខ្ញុំនឹងស្រេចថាទោះបីវាអត់ល្អមិនក៏ដោយខ្ញុំនឹងបន្តធ្វើវីដេអូហើយបើមានអ្នកមើលក៏មើលបើមានអ្នកអត់មើលទេក៏អត់អីដែរចាអញ្ចឹងខ្ញុំបាន lower ការរំពឹងទុករបស់ខ្ញុំណាមានការរំពឹងទុកតិចជាងមុនហើយក្នុងការដែលខ្ញុំធ្វើ content ធ្វើមាតិកាវីដេអូនេះខ្ញុំគិតថាតើយើងគួរនិយាយជាភាសាអីបើសិនជាយើងនិយាយជាភាសាអង់គ្លេសយើងមាន audience ទស្សនិកជនដែលគាត់នឹងទស្សនាជុំវិញពិភពលោកប៉ុន្តែក៏ពិតចុងក្រោយទៅខ្ញុំចង់ឲ្យបងប្អូនខ្មែរយើងគាត់គោលបំណងរបស់ខ្ញុំគិតអំពីគោលបំណងគឺយើងចង់ឲ្យគាត់បានរៀនទាំងអង់គ្លេសទទួលបានចំណេះដឹងថ្មីថ្មីតាក់ទងនឹងភាពជាអ្នកដឹកនាំតាក់ទងនឹងជំនាញទន់តាក់ទងនឹងទំនាក់ទំនងអីក៏ដោយទូទៅណាហើយដូចជាបងជាប្អូនដែលយើងអាចនិយាយលេងជាមួយគ្នាទៅវិញទៅមកពីព្រោះអូខេឥឡូវខ្ញុំសូមនិយាយលេងតិចហ្នឹងហើយអញ្ចឹងពីព្រោះពេលដែលយើងគិតអំពីភាពជាបងជាប្អូនមិនថាយើងមានទៅមានមកហើយគេថាខ្មែរយើងថាឲ្យគេហៅបងហ្នឹងឲ្យគេគោរពម៉ែមែនទេក៏ពិតពាក្យភាសាខ្មែរមានឋានានុក្រមជាភាសាខ្មែរជាភាសាមួយដែលពិរោះពិសាហើយថ្លៃថ្នូរហើយពិរោះមែនតើអញ្ចឹងណាអញ្ចឹងពេលដែលខ្ញុំហៅខ្លួនឯងថាបងមិនមែនថាត្រូវតែគោរពត្រូវតែស្ដាប់ដឹងគ្រប់យ៉ាងឯងប៉ុន្តែពេលខ្លះអូនក៏មានអីចែករំលែកមកខ្ញុំវិញដូចគ្នាអញ្ចឹងយើងចង់រៀនជាមួយគ្នាហើយខ្ញុំចង់ប្រើវេទិកាវីដេអូនេះជាអ្វីមួយដែលយើងអាចនិយាយជាមួយគ្នាទៅវិញទៅមកbuild connection ណាពីព្រោះទាំងអស់គ្នាដឹងហេតុអីបានយើងមានជំងឺបាក់ទឹកចិត្តដោយសារម្នាក់ម្នាក់គិតនៅក្នុងគណិតរៀងខ្លួនអត់បានមានអ្នកដែលស្ដាប់ពីគ្នាទៅវិញទៅមកអញ្ចឹងហ្នឹងហើយអញ្ចឹងខ្ញុំចង់ធ្វើវីដេអូនេះជាវេទិកាមួយជា platform មួយដើម្បីយើងអាចនិយាយគ្នាទៅវិញទៅមកហើយផ្ដោះផ្ដងមាន comment មានអីចាអញ្ចឹងនិយាយលេងទៅជាមួយគ្នាទៅវិញមកហើយក៏ពិតវាជួយដល់ខ្ញុំដោយសារមានពាក្យស្លោកមួយគេថាចេះ when one teaches to learn ចានៅពេលដែលបុគ្គលណាម្នាក់គាត់បរៀនអីមួយមនុស្សពីរនាក់បានរៀនหมายថាអ្នកដែលកំពុងបរៀនហ្នឹងគាត់ក៏កំពុងរៀនដូចគ្នាដែរអញ្ចឹងហើយក្នុងពីពេលនេះតទៅខ្ញុំចង់យកសៀវភៅមួយមកអានជាមួយគ្នាជាភាសាអង់គ្លេសចាអញ្ចឹងសៀវភៅនឹងជាភាសាអង់គ្លេសពេលដែលយើងអានមួយគ្នាយើងអាចឃើញពាក្យពិបាកយើងរៀនជាមួយគ្នាហើយយើងបានរៀនអង់គ្លេសហើយយើងបានទទួលចំណេះដឹងថ្មីថ្មីទៀតអញ្ចឹងសៀវភៅនឹងមានចំណងជើងថា A Leadership Master Class ចាជាសៀវភៅដែលមានចំណងជើងថាអ្នកដឹកនាំណាចា Master Class ហ្នឹងគឺថ្នាក់ពិសេសសម្រាប់អ្នកដឹកនាំអញ្ចឹងហ្មងហើយខ្ញុំពិតជាអរគុណសម្រាប់ mentor របស់ខ្ញុំ I'm so grateful to my mentor Steve and Marty who been consistently mentoring me and coaching me and walking alongside me I'm very grateful for both of you and many other people that have poured so much into my life ហ្នឹងហើយអញ្ចឹងខ្ញុំអរគុណ Steve ជាពិសេសដោយសារគាត់ជាអ្នកសរសេរសៀវភៅហ្នឹងហើយគាត់បានអនុញ្ញាតឲ្យខ្ញុំប្រើសៀវភៅហ្នឹង share screen ត្រូវគាត់ថាធ្វើអីធ្វើទៅសៀវភៅរបស់គាត់ចង់ចែករំលែកអញ្ចឹងអរគុណ Steve ដែលមានដួងចិត្តសទ្ធាចឹងល្អណាចិត្តល្អមិនសទ្ធាជ្រះថ្លាភាសាខ្មែរយើងប៉ុន្តែចង់ថា he has ចិត្តសប្បុរស what is the word um generosity yes he's very generous in giving his book to us not just to me but to us because I'm gonna use his book to share the content with everybody អញ្ចឹងពីពេលនេះតទៅវីដេអូខ្ញុំនិយាយខ្មែរផងអង់គ្លេសផងប៉ុន្តែមិនមែនចេតនាអួតអង់គ្លេសទេវាមានអីត្រូវអួតទេជីវិតយើងសប្តាហ៍ថ្ងៃហ្នឹងចា yeah for what ហ្នឹងហើយអញ្ចឹងប៉ុន្តែយើងចង់រៀនជាមួយគ្នាហ្នឹងជាគោលដៅចម្បងសំខាន់ណាអូខេឥឡូវខ្ញុំ bio hosting ប្រហែលនាទីហើយ4-5នាទីគ្រាន់តែនិយាយ bio hosting អញ្ចឹង without further ado let's get started តោះអឺ share screen មកជាមួយគ្នាហើយសភៅនឹងតែម្ដងក៏ពិតសភៅហ្នឹងគាត់ឲ្យខ្ញុំអឺមេខ្ញុំបានទិញឲ្យខ្ញុំមកក្បាលណាប៉ុន្តែខ្ញុំបានទិញតាមអនឡាញមួយទៀតដើម្បីយើងស្រួល share screen ហើយយើងមើលជាមួយគ្នាអីចឹងហ្នឹងហើយអញ្ចឹងសភៅនេះអឺចាអញ្ចឹងខ្ញុំនេះគឺជាក្របសៀវភៅហ្នឹងណា A Leadership Master Class អញ្ចឹង Building Blocks for Christian Non-profit NGO ចាអញ្ចឹងសៀវភៅហ្នឹង Steve គាត់បានសរសេរឡើងជាពិសេសសម្រាប់អ្នកដែលដឹកនាំអឺ
អង្គការដែលមិនស្វែងរកប្រាក់ចំណេញអញ្ចឹងថ្ងៃនេះយើងនឹងអានតែ clear ពីមុខគាត់ទេប៉ុន្តែសប្តាហ៍ក្រោយទៅយើងចូល chapter 1 chapter 2អីអញ្ចឹងទៅចា៎អូខេកន្លែងនេះយើងមិនបាច់អានទេដោយសារគាត់ចង់រៀបរាប់ថាគាត់អរគុណអ្នកណាអីចឹងសៀវភៅហ្នឹងគាត់តែសរសេរនៅឆ្នាំ2024នេះប្រពន្ធគាត់មិត្តភក្តិគាត់អ្នកជួយមើលអីចឹងទៅចា៎ហើយកន្លែងនេះខ្ញុំពិតជាពេញចិត្តណាស់ដោយសារដូចពេលដែលយើងមានឈ្មោះបុគ្គលដែលដែលដែលគាត់គ្រប់គ្រងយើងស្រឡាញ់យើងជួយយើងហ្នឹងហើយអញ្ចឹងយើងខ្លួនឯងក៏គួរតែមានឈ្មោះបុគ្គលទាំងអស់ហ្នឹងដូចគ្នាដែរចានេះមកឈ្មោះ Marty គាត់ក៏ជា mentor របស់ខ្ញុំដែរអូខេអញ្ចឹងគាត់អរគុណអ្នកណាអ្នកណីអីចឹងទៅអូខេហើយនេះអ្នកដែលជួយអានសភៅគាត់ជួយឲ្យយោបល់ពេលគាត់ពងទៅសេហ្នឹងណាអញ្ចឹងមានអ្នកជួយមើលជួយកែតម្រូវជួយឲ្យយោបល់អីចឹងហើយ Steve ក៏ពិតគាត់អាយុខ្ទង់8ដែរតែយើងឃើញអត់សូម្បីតែគាត់ខ្ទង់8ហើយក៏ដោយក៏គាត់នៅតែមានអ្នកដែលគាត់ទៅជួយយោបល់សុំជំនួយដែរអញ្ចឹងយើងកុំខ្លាចក្នុងការដែលយើងរកមនុស្សដែលជាទីពឹងសួរយោបល់គាត់ផ្សេងៗនៅពេលដែលយើងមានបញ្ហាអូខេតោះអញ្ចឹងយើងអានជាមួយគ្នាអឺ yes ខ្ញុំអានបដាខ្ញុំចង់មានអីដូចគូសបដាអីចឹងណាអញ្ចឹងសម្រាប់ខ្ញុំជា visual learner វាស្រួលដែរអូខេ how to use this book អញ្ចឹងពេលដែលខ្ញុំអានសភៅនេះ clear ខ្លះខ្ញុំអានអង់គ្លេសតែ clear កន្លែងខ្លះខ្ញុំនឹង scope ដើម្បីយើងអានពាក្យនឹងជាមួយគ្នាអញ្ចឹងទីមួយនេះគាត់បញ្យល់យើងអំពីរបៀបដែលប្រើប្រាស់សភៅនឹង The two words building blocks in the book title are there to describe the format of the book ហ្នឹងហើយអញ្ចឹងពាក្យ building blocks នេះគឺជាចង់និយាយថាចំណុចសំខាន់នៅក្នុងការកសាងភាពជាអ្នកដឹកនាំនឹង There are many blocks អញ្ចឹង blocks នេះខ្ញុំសូមប្រែថាចំណុចខ្ញុំអត់បកប្រែថា block ទេវាពិបាកស្ដាប់អញ្ចឹងចំណុចផ្សេងជាច្រើន While they are separate they are also related to each other អញ្ចឹងចំណុចផ្សេងហ្នឹងយើងថាអូវាចំណុចផ្សេងពីគ្នាតែក៏ពិតក៏វាតាក់ទងគ្នាផងដែរ This book is not meant to be a comprehensive study of each subject or tell you what you should do or who you should become ហ្នឹងហើយមិនអានសភៅហ្នឹងទៅខ្លាចមានចំណុចខ្លះអីខ្លះដែលត្រូវធ្វើឬក៏យើងគួរខ្លាចជាមនុស្សមិនទេមែនទេ It is meant to open horizons you may not have seen before សភៅហ្នឹងគឺគាត់ចង់ឲ្យយើងអានទៅវាបើកចំហជើងមេឃរបស់យើងមានផ្នត់គំនិតដែលទូលំទូលាយជាងមុនជាពិសេសគាត់ថា Please read this book with an open mind to the adventure that lies before you អញ្ចឹងនេះកន្លែង clear ពាក្យនេះ open mind ចាយើងបើកចិត្តទូលាយបើកគំនិតយើងឲ្យទូលាយពាក្យខ្មែរយើងគេថា open your heart បើកចិត្តឲ្យទូលាយប៉ុន្តែអង់គ្លេសថា open mind to the adventure that lies before you ចាពេលដែលយើងបើកគំនិតយើងទូលាយយើងនឹងទទួលបានដំណើរផ្សងព្រេងដែលមានសម្រាប់ជីវិតយើង There are many blocks to consider in this experience they are there to help you discover who you are អញ្ចឹងពេលយើងអានទៅវាមានចំណុចផ្សេងវានឹងជួយយើងឲ្យយើងបានរីកចម្រើនជាងមុន As you read a block consider how that block relates to you personally to your work and to your environment អញ្ចឹងពេលយើងអានសភៅហ្នឹងយើងគិតថាចំណុចហ្នឹងវាតាក់ទងយើងមកជាមួយនឹងផ្ទាល់ខ្លួនយើងជាមួយនឹងការងារយើងជាមួយនឹងមជ្ឈដ្ឋានរបស់យើងអីចឹងទៅអូខេយើងតទៅមុខទៀតអូខេខ្ញុំលុបកវ៉ាមចាស់ចោលសិន Okay continue This book begins with a broad look at who you are and the leadership sorry. The book begins with a broad look at who you are and leadership in a general sense. Then the book starts to become more specific, describing the key essentials to being a successful leader. It then evolves into a veritable machine gun presentation of the many leadership elements, blocks that make up a successful leader ហ្នឹងហើយអញ្ចឹងដំបូងសភៅហ្នឹងគាត់ណានិយាយពីរឿងចំណុចទូទៅសិន general sense ហ្នឹងនិយាយពីចំណុចទូទៅសិនបន្ទាប់មកសភៅហ្នឹងវានឹង become more and more specific វាចាប់ផ្ដើមស៊ីជម្រៅទៅហើយជាក់លាក់ទៅអញ្ចឹងណា describing the key essentials ហើយនឹងជាពិសេសពេលដែលវានិយាយជាក់លាក់ហ្នឹងវានឹងសភៅហ្នឹងនឹងប្រាប់យើងពីចំណុចដែលសំខាន់ key essentials វាមានចំណុចសំខាន់ឯខ្លះក្នុងការដែលយើងខ្លាចជាអ្នកដឹកនាំដែលប្រកបដោយភាពជោគជ័យហើយពាក្យមួយទៀត evolves មិនថាវាវត្តលូតលាស់ចាអញ្ចឹងសភៅហ្នឹងដំបូងប្រាប់យើងចំណុចចឹងទេបន្ទាប់មកវាទៅជាដូច machine gun ណា presentation មានចំណុចជាច្រើនដែលប្រាប់យើងថាដែលនាំឲ្យយើងកើតទៅជាអ្នកដឹកនាំដែលប្រកបដោយភាពជោគជ័យ To maximize your experience I want to ask you to take notes as you read this book ចាអញ្ចឹងពេលយើងអានសភៅគាត់ចង់ឲ្យយើងបានទៅសេកត់ត្រាចំណុចសំខាន់ដែលយើងបានរៀនដែរ Note your strengths and weaknesses
as well as the characteristic skills you would like to have so you can continue to develop as a leader and develop the skills you desire ពេលយើងអានហ្នឹងគឺយើងមានស្គាល់ចំណុចខ្លាំងចំណុចខ្សោយខ្លួនឯងបុគ្គលិកលក្ខណៈរបស់យើងជំនាញអីខ្លះដែលយើងត្រូវមានដើម្បីយើងអាចបន្តអភិវឌ្ឍខ្លួនខ្លាចជាអ្នកដឹកនាំចាហើយនឹងអភិវឌ្ឍជំនាញដែលយើងចង់បាន At the end of this book, you will try to build a summary of where you are and where you want to go. អញ្ចឹងពេលយើងអានចប់ទៅយើងដឹងថាយើងនៅកន្លែងណា self awareness is very important ហើយនឹងដឹងថាយើងចង់ទៅកន្លែងណាទៀត This book contains many references to verses in the Bible. If you are not a Christian, please do not disregard these references ចាអញ្ចឹងសភៅនេះវាបង្ហាញយើងពីចំណុចជាច្រើនដែលយើងចំណុចជាច្រើនតាក់ទងនឹងខ្លឹមសារព្រះគម្ពីរណាដកស្រង់មានឯកសារយោងនៃដកស្រង់ចេញពីព្រះគម្ពីរប៉ុន្តែទោះបីជាយើងមិនមែនជាគ្រីស្ទៀនក៏កុំឲ្យបោះបង់ចំណុចហ្នឹងចោលដែរ Look at the passages as information and seek to find wisdom in them យើងអានចំណុចយោងទាំងអស់ហ្នឹងជាព័ត៌មានហើយក៏ស្វែងរកប្រាជ្ញានៅក្នុងចំណុចទាំងអស់ហ្នឹង Truth is truth no matter where the source នេះសេចក្តីពិតវានៅតែជាសេចក្តីពិតមិនថាវាមានប្រភពមកពីណាក៏ដោយពិតគឺនៅតែពិត The principles of leadership are the same whether Christian or secular អញ្ចឹងprinciple ចា principle គឺគោលការណ៍ភាពជាអ្នកដឹកនាំហ្នឹងគឺវាដូចគ្នាមិនថាជាម្នាក់ហ្នឹងគាត់អានហ្នឹងគាត់ជាគ្រីស្ទៀនឬក៏មិនជាគ្រីស្ទៀនក៏ដោយ secular ហ្នឹងប្រែថាបើភាសាគ្រីស្ទៀនគេថាលោកីប៉ុន្តែមានថាលោកីហ្នឹងមានន័យថាម៉េចលោកីហ្នឹងមានន័យថាអ្នកដែលមិនមែនជាគ្រីស្ទៀន I believe the Christian aspect brings insight and meaning to the topic ចាអញ្ចឹងគាត់ជឿណាថាអឺពេលដែលយើងយកព្រះបន្ទូលជាពិសេសអ្វីដែលតកតងនឹងខ្លឹមសារគ្រីស្ទៀនមកវាកាន់តែមានអត្ថន័យជ្រាលជ្រៅបន្ថែមទៀត Okay តោះ let's go continue Okay ខ្ញុំសូមលុបកវេមកវ៉ាមិនចោលទៀតអញ្ចឹងវីដេអូនេះខ្ញុំព្យាយាមអត់ perfectionist ទេអត់ដាក់កាត់តអីច្រើនព្រោះកាត់តច្រើនហ្នឹងពិបាកពេក perfect ពេកលែងចង់ធ្វើវីដេអូបណ្ដោយអញ្ចឹងអត់អីទេធម្មតាដូចយើងរៀននៅក្នុងថ្នាក់អញ្ចឹងណាកុំ high editing ខ្លាំងពេក This book is written for non-profit organizations. Let's begin by looking at the difference between leading a secular organizations and leading a Christian one. ហ្នឹងហើយអញ្ចឹងសភៅនេះទៅសេឡើងគឺក្នុងគោលបំណងសម្រាប់អ្នកដែលគាត់ដឹកនាំស្ថាប័នដែលជាមិនស្វែងរកប្រាក់ចំណេញណាអញ្ចឹងគាត់ថាតោះយើងមើលនិយមន័យផ្សេងគ្នារវាងការដឹកនាំអង្គការដែលមិនមែនជាគ្រីស្ទៀនហើយនឹងឬក៏ស្ថាប័នដែលមិនមែនជាគ្រីស្ទៀននិងស្ថាប័នដែលជាគ្រីស្ទៀនអូខេទី1 How a secular leader is to lead a secular organization. A secular leader needs to be clear-eyed and totally focused on the mission, vision, and the bottom line of the organization. They must be willing and able to make difficult decisions with confidence and resolve. He or she is accountable to the board of directors and the stakeholders, the stockholders and donors. ចា៎អញ្ចឹងអ្នកដែលដឹកនាំដែលក្នុងលោកីឬក៏មិនជាគ្រីស្ទៀនហ្នឹងទីមួយគេត្រូវមាន clear eye ភ្នែកមើលច្បាស់ជាក់លាក់ totally focused ផ្ដោតយ៉ាងសំខាន់ on the mission លើបេសកកម្ម vision ទស្សនវិស័យ and bottom line of the organization ហើយនឹងកិច្ចការដែលស្ថាប័នត្រូវសម្រេចបាន They must be willing and able to make difficult decisions ចាអញ្ចឹងគេត្រូវតែមានឆន្ទៈហើយមានសមត្ថភាពក្នុងការធ្វើការសម្រេចចិត្តដែលពិបាកជាមួយនឹងទំនុកចិត្តនឹងការមោះមុតអូខេតាំងចិត្តយ៉ាងខ្ពស់អូខេ He or she is accountable ចាគាត់ឆ្លើយបានថាគាត់មានមេ accountable មានគណនេយ្យភាពនោះមានថាគាត់មិនមែនមេលើខ្លួនឯងដៃម្ខាងបាំងមេទេចឹងថាគាត់ក៏ត្រូវឆ្លើយសំណួរទៅកាន់ board of director ក្រុមប្រឹក្សាភិបាល stockholder ម្ចាស់ភាគហ៊ុនអ្នកពាក់ព័ន្ធចាអីចឹងទៅ How a Christian leader is to lead an organization ចុះចំណែកឯ Christian leader វិញគាត់ធ្វើយ៉ាងណា A Christian leader needs to be clear-eyed and totally focused on the mission, vision, and bottom line of the organization. They must be willing and able to make difficult decisions with confidence and resolve. He or she is accountable to the board of directors and stockholders and donors. យើងថាមិនចឹងមិនដូចគ្នាមិនចឹងអូខេមិនបាន clear លើនឹងក្រោមហ្នឹងដូចគ្នាចឹងយើងឆ្ងល់អត់ចាអញ្ចឹងយើងដើម្បីឆ្លើយសំណួរហ្នឹងយើងទៅមុខទៀតគេទៅសេខុសឬក៏មិនអូខេឥឡូវលុបមួយទៀត
Is this a typo? Call man? No. Overall, they are exactly the same. អ្នកនិពន្ធគាត់ប្រាប់យើងថាដូចគ្នា Steve ហ្នឹងក៏ប្រាប់យើងថាដូចគ្នា However, by praying and listening for the Lord's leading, it gives you, the Christian leader, a great advantage at being successful over secular leaders. ប៉ុន្តែដោយសារយើងជាអ្នកដែលអធិដ្ឋានស្ដាប់ឮព្រះសូរសៀងព្រះអង្គវាជួយឲ្យយើងដែលជាអ្នកដឹកនាំចាដែលជាគ្រីស្ទៀនដែលជាអ្នកដឹកនាំហ្នឹងទទួលបាន great advantage យើងមានប្រៀប at being successful ជាងអ្នកដែលគាត់អត់បានជឿព្រះអង្គជាដោយសារគាត់គិតអីក៏ធ្វើនឹងមិនដែរយើងស្ដាប់ឮព្រះសូរសៀងព្រះអង្គយើងមានជំនួយពីព្រះអង្គអញ្ចឹងយើងមានប្រៀបនៅត្រង់ចំណុចហ្នឹង both through the music business, Lauren's creative services, and the mentoring consulting work at Missions Development International, I have felt that prayer and being open to the leading of the Holy Spirit have given me a huge advantage over the years. អញ្ចឹង Steve ខ្លួនឯងនេះគាត់ធ្លាប់ដឹកនាំអាជីវកម្មរកប្រាក់ចំណេញណាដ៏ធំចាគាត់ដឹកនាំក្រុមហ៊ុនតន្ត្រីដ៏ធំនៅអាមេរិកហ្នឹងហើយគាត់ឥឡូវហ្នឹងជា mentor ជាអ្នកទីប្រឹក្សាយោបល់ដែលមានស្ថាប័នគាត់ឈ្មោះហៅកាត់ថា MDI ហ្នឹងគាត់មានអារម្មណ៍ទទួលបានអារម្មណ៍ថាដោយសារតាមរយៈការអធិដ្ឋាននិងការដឹកនាំតាមរយៈព្រះវិញ្ញាណបរិសុទ្ធហ្នឹងបានធ្វើឲ្យគាត់មានប្រៀបឬក៏ទទួលបានជោគជ័យក្នុងរឿងជាច្រើន over the years ច្រើនឆ្នាំកន្លងមក There have been hundreds of times when Marty Scarter co-founder of MDI with me and I walked out of a mentoring and consulting meeting, looked at each other and said, we need to take notes on what we just said. What we just did was amazing. ហ្នឹងហើយអញ្ចឹងពេលគាត់ថាគាត់ coach គាត់ទៅបរៀនអ្នកណាម្នាក់គាត់ប្រឹក្សាគេហើយគាត់ផ្អើលណាគាត់ផ្អើលខ្លួនឯងជាមួយនឹងអ្វីដែលគាត់ទៅនិយាយគុំចង់គាត់ថាយើងមិនក៏បកកែម៉េះមិនពាក្យយើងនិយាយមិញលយម៉េះយើងបានប្រាជ្ញាមកពីណាយើងត្រូវកត់ទុកពាក្យទាំងអស់ហ្នឹងដោយសារព្រះវិញ្ញាណបរិសុទ្ធព្រះជាម្ចាស់បានបណ្ដាលគាត់ឲ្យមានប្រាជ្ញាក្នុងការធ្វើរឿងទាំងអស់ហ្នឹងអញ្ចឹងសូម្បីគាត់ខ្លួនឯងក៏ផ្អើលដែរដោយសារវាមិនចេញពីសមត្ថភាពធម្មជាតិទេវាជាអ្វីដែលព្រះបានប្រទានឲ្យគាត់ What we said and advised had not come from our preparations or knowledge prior to the meeting នេះដូចខ្ញុំថាមិនអញ្ចឹងពេលគាត់និយាយទៅគាត់អត់បានត្រៀមតែពាក្យហ្នឹងប៉ុន្តែសាប់តែពងតែបរៀនក៏ឲ្យយោបល់គេសាប់តែមានគំនិតហ្នឹងផុសខ្លាំងហើយវាល្អខ្លាំងមែនតើអញ្ចឹងគាត់ផ្អើល yeah Another advantage Christians have is that their faith gives background and context to why good leadership skills should be practiced ចាអញ្ចឹងចំណុចសំខាន់មួយទៀតចំណុចពិសេសមួយទៀតគុណសម្បត្តិមួយទៀតដែលគ្រីស្ទៀនមានហ្នឹងគឺជំនឿរបស់គេចា gives background and context ចាអញ្ចឹងធ្វើឲ្យគេតាមរយៈជំនឿហ្នឹងគឺគេទទួលបានហ្នឹងហើយជំនួយ background ហើយនឹង context បរិបត្តិដែលជួយឲ្យ why good leadership skills should be practiced អញ្ចឹងក្នុងព្រះគម្ពីរមានមេរៀនជាច្រើនទាក់ទងនឹង leadership ទាក់ទងនឹងអ្វីទាំងអស់ហ្នឹងហើយព្រះគម្ពីរជាសភៅអ្នកដឹកនាំដ៏ល្អ In the secular world the skills and practices Okay តទៀតយើងលុបចេញទៀត Okay discuss in this book are good to do because they work. In the Christian world, we do them because not only do they work, but also they're the right thing to do. ហ្នឹងហើយចឹងគេចង់និយាយថាចេះបើសិនជាអ្នកអត់ជាគ្រីស្ទៀនណាគេធ្វើការងារទាំងអស់នេះដោយសារពេលគេធ្វើអនុវត្តតាមគោលការណ៍ភាពជាអ្នកដឹកនាំទៅវាធ្វើឲ្យការងារគេដំណើរការល្អប៉ុន្តែយើងដែលជាគ្រីស្ទៀនវិញយើងអត់គ្រាន់តែធ្វើការនឹងដើម្បីឲ្យការងារដំណើរការល្អហើយពីព្រោះយើងដឹងថាពេលដែលយើងធ្វើអញ្ចឹងវាជាកិច្ចការដែលត្រឹមត្រូវក្នុងការធ្វើចាអូខេសង្ឃឹមថាវា make the difference and we make sense ណាទី1ធ្វើដោយសារវាបានផលទី2ធ្វើមិនគ្រាន់តែដោយសារធ្វើទៅវាបានផលទេប៉ុន្តែដោយសារវាជារឿងត្រឹមត្រូវដែលយើងត្រូវធ្វើ Now let's look at the difference between non-profit organization and a for-profit organization អញ្ចឹងយើងឆ្ងល់ថាស្ថាប័នដែលមិនរកប្រាក់ចំណេញហ្នឹងអីគេ a for-profit organization ហ្នឹងអីគេ The purpose of starting a for-profit organization as opposed to a non-profit organization is fundamentally different ចាអញ្ចឹងគោលបំណងណាការចាប់ផ្ដើមស្ថាប័នដែលមិនរកប្រាក់ស្ថាប័នដែលរកប្រាក់ចំណូលហ្នឹងវាខុសពីការបង្កើតស្ថាប័នដែលមិនរកប្រាក់ចំណូល non-profit organization very different for profit organization ចាអញ្ចឹងស្ថាប័នដែលគេរកប្រាក់ចំណេញ This organization tries to find a vision through which one can create value to maximize return on investment ចាអញ្ចឹងបើគេបង្កើតក្រុមហ៊ុនដែលរកប្រាក់ចំណេញគឺគេបង្កើតមកចាស្ថាប័នឬក៏ក្រុមហ៊ុនហ្នឹងដើម្បីរកចក្ខុវិស័យណាមួយដែលបុគ្គលណាម្នាក់
អាចបង្កើតអ្វីមួយដែលជាប្រយោជន៍ដើម្បីទទួលបានផលត្រឡប់មកវិញការវិនិយោគត្រឡប់មកវិញយ៉ាងច្រើនបំផុតជាអតិបរមា maximize ចាជាអតិបរមាចាគេចង់បាន return on investment ROI ហ្នឹងណាចា return on investment គឺគេចង់បានគេបង្កើតអីមួយដែលមានប្រយោជន៍ដែលមានតម្លៃហើយដើម្បីយើងនិយាយសួរស្ដាប់ថាគេដាក់ទុនទៅគេចង់បានអីមកវិញលើសពីអ្វីដែលគេដាក់ទុនទៅ for profit board of directors ចាសម្រាប់ក្រុមប្រឹក្សាពិបាលសម្រាប់ស្ថាប័នដែលរកប្រាក់ចំណេញ stockholders control the selection of who is to be on the board ចាអញ្ចឹងអ្នកដែលគាត់ជាម្ចាស់ភាគហ៊ុនហ្នឹងគាត់ធ្វើការសម្រេចចិត្តថាអ្នកណាគេអាចធ្វើជា board member ជាចូលក្នុងក្រុមប្រឹក្សាពិបាលបានតាមរយៈម្ចាស់ភាគហ៊ុន thus stockholders have the power អញ្ចឹងអ្នកដែលគ្រប់គ្រងហ៊ុនហ្នឹងគាត់មានអំណាច the board members are motivated by the increased amount of wealth generated អូខេអញ្ចឹងក្រុមសមាជិកក្រុមប្រឹក្សាពិបាលហ្នឹងគេមានការជំរុញទឹកចិត្តតាមរយៈចំនួនទ្រព្យសម្បត្តិដែលបានបង្កើតឡើងអូខេតោះយើងតទៀតយើងតភាគ for the stockholders ចាអញ្ចឹងកន្លែងនេះគេចង់និយាយថាអឺម្ចាស់នេះ the board members សមាជិកក្រុមប្រឹក្សាភិបាលហ្នឹងគាត់ទទួលបានការជំរុញទឹកចិត្តតាមរយៈទ្រព្យសម្បត្តិដែលរីកចម្រើនឡើងសម្រាប់ម្ចាស់ភាគហ៊ុន board members should be stockholders. Okay, board members should all be stockholders to motivate them to be good board members ចឹងគេថា board member ក៏គួរតែជា stockholders ដែរដើម្បីជួយលើកទឹកចិត្តគេឲ្យគេក្លាយជាក្រុមប្រឹក្សាពិបាលសមាជិកក្រុមប្រឹក្សាពិបាលដែលល្អចង់និយាយថាចេះដោយសារក្រុមប្រឹក្សាពិបាលហ្នឹងគាត់ជាម្ចាស់ភាគហ៊ុនអញ្ចឹងដើម្បីឲ្យដំណើរការក្រុមហ៊ុននឹងបានល្អដើម្បីទទួលបានអឺក្រុមប្រឹក្សាពិបាលដែលមានគុណភាពដែលល្អដែលជួយក្រុមហ៊ុនឲ្យរីកចម្រើនតទៅចង់និយាយថាតទៅទ្រព្យសម្បត្តិគាត់ក្នុងនឹងដែរមិនគាត់ខំគេចង់និយាយអញ្ចឹងណាចា non-profit NGO is the international term for a non-profit ចាអញ្ចឹងឥឡូវស្ថាប័នមិនរកប្រាក់ចំណេញវិញម្ដង A non-profit NGO is created out of a passion to serve ចាអញ្ចឹងសម្រាប់ស្ថាប័នដែលមិនរកប្រាក់ចំណេញវិញបានលេចឡើងជារូបរាងគឺតាមរយៈ passion ចាការបដិញ្ញាចិត្តការឆេះឆួលការមានបំណងក្នុងការបម្រើ but it needs other people's financial help to accomplish its goals ប៉ុន្តែដើម្បីធ្វើការងារដែលស្ថាប័ននោះលេចរូបរាងឡើងចាដើម្បីធ្វើការងារនឹងបានពួកគេត្រូវការទ្រព្យសម្បត្តិរបស់អ្នកផ្សេងដើម្បីសម្រេចគោលដៅរបស់ខ្លួន if you need other people's financial help you will need to be able to give those people a tax break for the money they are donating in the United States the tax code for this is 501c3 ចាអញ្ចឹងបើសិនជាយើងចង់បានថវិកាឬក៏ជំនួយថវិការបស់អ្នកផ្សេងៗយើងក៏ត្រូវមានអីលើកទឹកចិត្តគេដែរមែនអត់ចាអញ្ចឹងនៅអាមេរិកចានៅអាមេរិកបើសិនជាខ្ញុំបរិច្ចាគលុយទៅស្ថាប័នណាមួយដែលមាន 501c3 នេះទីហោខ្ញុំដាក់ថា$10,000អញ្ចឹងទៅអញ្ចឹងខ្ញុំទទួលបានការអនុគ្រោះពន្ធលើថវិកា$10,000ដែលខ្ញុំបរិច្ចាគហ្នឹងអញ្ចឹងនឹងឲ្យវាជួយឈ្នះទាំងអស់គ្នាខ្ញុំក៏បានបទូពន្ធគេខាងនោះក៏ទទួលបានប្រាក់ដើម្បីធ្វើសកម្មភាពរបស់គេ It is commonly thought a humanitarian aid organization should be a 501c3 ចាអញ្ចឹងទូទៅគណិតគេថាអូបើកន្លែងណាមានស្ថាប័នដែលផ្ដល់ជំនួយជួយមនុស្សអីចឹងគួរតែបង្កើតជាអង្គការ 501c3 ហ្នឹងទៅ This is not true. The only reason to have it to be a non-profit is so that you can receive donations and give tax-free status to those donations. If you don't need that, there's no reason to be a non-profit. គាត់ថាក៏ពិតគណិតហ្នឹងដូចវាអត់សូវត្រូវទេបើគ្រាន់តែបង្កើតមកដើម្បីទទួលបាន donation ហើយនឹង tax free status to those donations ហ្នឹងបើយើងអត់ត្រូវការទាំងអស់ហ្នឹងទេយើងមិនបាច់បង្កើតជា non profit ទេយើងបង្កើតតែជាស្ថាប័នធម្មតាទៅក៏បានដែរអញ្ចឹងយើងត្រឡប់មកមើល non profit board of directors វិញចុះមិញហ្នឹងយើងនិយាយអំពីក្រុមប្រឹក្សាភិបាលក្រុមហ៊ុនដែលរកប្រាក់ចំណេញគឺគេថាទាំងអស់ហ្នឹងគួរតែជាម្ចាស់ភាគហ៊ុនទៅដើម្បីគាត់ខំធ្វើការឲ្យក្រុមហ៊ុននឹងចម្រើនចុះស្ថាប័នដែលមិនរកប្រាក់ចំណេញវិញតើ board member board of directors របស់គេហ្នឹងគួរមានសមាជិកភាពយ៉ាងណា
Board members are not held accountable, and therefore they are not naturally motivated to do beyond what has been asked of them អញ្ចឹង Steve គាត់និយាយថាដោយសារកន្លែងនេះពួកគាត់មិនមែនជា stockholder ទេណា holders ទេអញ្ចឹងអឺអត់មានតែគេដូចមកមើលពីលើគាត់ណាអញ្ចឹងពេលខ្លះវាងាយស្រួលក្នុងការដែលពួកគាត់អត់បាច់ព្យាយាមខ្លាំងពេកទេគេចង់ឲ្យគេពឹងអីធ្វើនឹងទៅគេប្រាប់អីធ្វើអញ្ចឹងទៅអញ្ចឹងដូចគាត់អត់សូវប្រឹងទេសម្រាប់board members ឬក៏ board of directors នៅក្នុង non-profit organization ហ្នឹង This is the reason that job descriptions are so important for these types of boards អញ្ចឹងហើយបានជា JD ទៅតែសេឲ្យច្បាស់មែនតើចា job description ហ្នឹងពីពន្ធនាការងារទៅតែសេឲ្យច្បាស់ថាចង់ឲ្យគាត់ធ្វើអីឲ្យប្រកបត្រូវច្បាស់មែនតើ These high these are then held okay sorry they are then held accountable to the job description instead of the stockholders អញ្ចឹងដំបូងម្ចាស់ភាគហ៊ុននេះសម្រាប់អង្គការសម្រាប់ sorry សម្រាប់ស្ថាប័នដែលស្វែងរកប្រាក់ចំណេញហ្នឹងម្ចាស់ភាគហ៊ុនគាត់ជាអ្នកដែលខិតខំដោយសារគាត់ខំទៅគាត់បានលុយអញ្ចឹង motivate គាត់តែដល់ពេល non profit ខំទៅណាចាហើយអ្នកណាគេអ្នកមកមើលពីលើគាត់អត់មានតែជាងកន្លែងនេះគាត់ថា JD ចាសំខាន់មែនតើចង់ឲ្យ board of director នឹងធ្វើឲ្យគេ Boards of directors are recruited and motivated through the passion for the mission and vision អញ្ចឹងម្ចាស់ក្រុមប្រឹក្សាភិបាលហ្នឹងមិនម្ចាស់ទេសំដៅក្រុមប្រឹក្សាភិបាលហ្នឹងគាត់ត្រូវបានគេអញ្ជើញឲ្យចូលរួមការងារហ្នឹងតាមរយៈការដែលគាត់ខ្លួនឯងហ្នឹងមានចិត្តឆេះឆួលចង់ឃើញបេសកកម្មហើយទស្សនវិស័យហ្នឹងលេចជារូបរាងណាអញ្ចឹងចង់ឲ្យចេញពីដួងចិត្តរបស់គាត់ពីក្តីស្រឡាញ់របស់គាត់អូខេអញ្ចឹងវីដេអូនេះវាវែងឡាយហើយខ្ញុំចាប់ប៉ុណ្ណឹងអញ្ចឹងសង្ខេបមកវិញយើងបានឃើញអំពីភាពខុសគ្នារវាង for profit organization ចាស្ថាប័នដែលស្វែងរកប្រាក់ចំណេញនិង non profit organization និងស្ថាប័នដែលមិនរកប្រាក់ចំណេញអញ្ចឹងពេលសប្តាហ៍ក្រោយយើងនឹងចូលវីដេអូថ្មី part 1 defining who you are and leadership ចាអញ្ចឹងយើងនឹងចូលដល់វីដេអូអឺកំណត់ថាអ្នកជានរណាហើយនឹងភាពជាអ្នកដឹកនាំអរគុណច្រើនជួបគ្នាក្នុងវីដេអូក្រោយទៀតក្នុងសប្តាហ៍ក្រោយជម្រាបលាបាយបាយ